សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel Ignite Group KX នេះយើងនឹងពិភាក្សាគ្នាពីប្រធានបទមួយគឺហេតុអីយើងរវល់ខ្លាំងណាស់តែជីវិតនៅតែដដែលបងប្អូនណាធ្លាប់ជួបអារម្មណ៍ចឹងខ្លះទៅដល់ផ្ទះហើយប៉ុន្តែនៅក្នុងខួរក្បាលយើងវល់គិតតែពីរឿងធ្វើការរាប់រយរឿងដែលយើងបានធ្វើពេញមួយថ្ងៃចង់តែសម្រាកតែខួរក្បាលយើងអត់ឲ្យយើងសម្រាកសោះធ្វើឲ្យយើងមានអារម្មណ៍ថារវល់ខ្លាំងណាស់រវល់តាំងពីព្រឹករហូតដល់យប់ជ្រៅហើយបងប្អូនធ្លាប់ផ្អាកមួយសន្ទុះសិនហើយសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំបានធ្វើអ្វីខ្លះដើម្បីឲ្យជីវិតខ្ញុំប្រសើរជាម្សិលមិញសំណួរមួយនេះភាគច្រើនគឺយើងមិនទទួលបានចម្លើយទេយើងរវល់ខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃតែខ្លួនយើងដូចជាអត់បានទៅមុខសោះយើងរវល់ដូចជាកំពុងរត់លើម៉ាស៊ីនរត់ហាត់ប្រាណចឹងរត់យ៉ាងលឿនតែនៅតែកន្លែងដដែលហើយមុននឹងយើងបន្តទៅមុខទៀតខ្ញុំចង់ប្រាប់បងប្អូនថាវាមិនមែនជាកំហុសរបស់យើងទាំងស្រុងទេដោយសារតែសង្គមបច្ចុប្បន្នគឺកំពុងតែធ្វើឲ្យយើងច្រឡំថាបើសិនជាយើងរវល់មានន័យថាយើងសំខាន់ហើយបើរវល់មានន័យថាយើងកំពុងប្រឹងប្រែងធ្វើឲ្យយើងភ្លេចគិតថាតើភាពរវល់នោះកំពុងតែបង្កើតលទ្ធផលពិតប្រាកដឬក៏គ្រាន់តែធ្វើឲ្យយើងមានអារម្មណ៍ថាកំពុងតែធ្វើអ្វីមួយដើម្បីដោះស្រាយបញ្ហាគឺយើងត្រូវដឹងពីឫសគល់របស់វាសិនគឺយើងត្រូវដឹងពីមូលហេតុដែលធ្វើឲ្យយើងធ្លាក់ក្នុងអន្ទះរវល់ឥតប្រយោជន៍នេះជាពិសេសគឺនៅក្នុងសង្គមយើងបច្ចុប្បន្នតើបងប្អូនស្ដាប់មើលថាខ្លួនឯងកំពុងតែមានចំណុចណាខ្លះចំណុចទី1យើងខ្លាចខកខានព័ត៌មានបណ្ដាញសង្គមបានទាញយកចំណាប់អារម្មណ៍យើងធ្វើឲ្យយើងតាមដានគ្រប់ពេលជួនកាលយើងទៅដល់ផ្ទះហើយស្រាប់តែគ្រប់ Telegram ក្រុមហ៊ុនលោតយើងត្រូវតែចូលបើកមើលភ្លាមខ្លាចតែមានរឿងអីបន្ទាន់ទាំងដែលម៉ោងនោះគឺជាម៉ោងសម្រាប់របស់យើងទៅហើយការខ្លាចខកខានព័ត៌មាននេះធ្វើឲ្យយើងបែងចែកថាមពលខួរក្បាលរបស់យើងទៅលើរឿងតូចតាចផ្សេងៗគ្នាជាច្រើនក្នុងពេលតែមួយហើយយើងកំពុងតែព្យាយាមធ្វើឲ្យខ្លួនឯងត្រូវតែដឹងគ្រប់រឿងជំនួសឲ្យការធ្វើរឿងសំខាន់ហើយជាលទ្ធផលគឺធ្វើឲ្យខួរក្បាលយើងហត់យើងរវល់រហូតដល់ភ្លេចធ្វើរឿងសំខាន់សម្រាប់ខ្លួនឯងចំណុចទី2យើងបែងចែកពេលវេលាមិនទាន់ច្បាស់ជួនកាលយើងដឹងខ្លួនឯងដែរថាយើងមានការងារសំខាន់ដែលត្រូវធ្វើប៉ុន្តែយើងរវល់ជាមួយនឹងកម្មវិធីជួបជុំមិត្តភក្តិហៅតែញ៉ាំអីយើងក្រែងចិត្តគេអត់ហ៊ានបដិសេធទេហើយក៏សម្រេចចិត្តថាទៅរាល់ពេលដែលយើងនិយាយថា yes ទៅកាន់សំណុំពរដែលមិនសំខាន់គឺយើងកំពុងតែខាត់បង់ពេលវេលារបស់យើងទៅលើគោលដៅសំខាន់សម្រាប់ជីវិតយើងហើយនេះក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គោលដៅដែលធ្វើឲ្យជីវិតយើងប្រសើរជាងមុនតែឥឡូវយើងចូលទៅដល់ចំណុចទី3គឺបងប្អូនមិនបានផ្ដោតទៅលើការងារដែលបង្កើតលទ្ធផលបងប្អូនធ្លាប់ជួបអារម្មណ៍នឹងអត់បើថ្ងៃហ្នឹងយើងអត់សូវរវល់ទេមានអារម្មណ៍ថាខុសឆ្គងនឹងខ្លួនឯងដោយសារតែយើងផ្ដោតតម្លៃទៅលើភាពរវល់ភាពមមាញឹកជាងលទ្ធផលដែលយើងទទួលបានយើងភ្លេចគិតថាគោលដៅនៃការងារគឺត្រូវបង្កើតលទ្ធផលដែលនាំឲ្យយើងគិតមកចិត្តគោលដៅរបស់យើងឧទាហរណ៍បងប្អូនខ្លះអាចធ្វើការតែ4ម៉ោងទេតែបង្កើតលទ្ធផលបានច្រើនជាងអ្នកធ្វើការ10ម៉ោងទៀតហេតុអីបានពួកគាត់ធ្វើបានព្រោះតែពួកគាត់ផ្ដោតតែលើរឿងសំខាន់ដែលផ្ដល់លទ្ធផលសម្រាប់ខ្លួនគាត់ឥឡូវយើងបានដឹងពីឫសគល់នៃបញ្ហាហើយតោះយើងមកមើលពីវិធីដើម្បីជួយឲ្យយើងចេះប្រើពេលវេលាឲ្យបានត្រឹមត្រូវហើយមិនខាត់បង់ពេលរវល់ជាមួយនឹងការងារដែលមិនមានលទ្ធផលទៀតតោះយើងចាប់ផ្ដើមតាមការពិតទៅបើសិនជាចង់ដោះស្រាយបញ្ហានេះគឺអ្វីដែលសំខាន់បងប្អូនត្រូវចេះបែងចែកពេលវេលាឲ្យបានច្បាស់លាស់យើងគ្រប់គ្នាមានពេល24ម៉ោងដូចគ្នាតែអ្វីដែលខុសគ្នាគឺរបៀបដែលយើងប្រើវាដើម្បីឲ្យតម្លៃលើពេលវេលាយើងត្រូវតែចេះបែងចែករឿងណាសំខាន់និងចាំបាច់ដែលយើងត្រូវតែធ្វើមុនបន្ទាប់ពីបែងចែកពេលវេលាហើយគឺយើងត្រូវចេះតាំងអារម្មណ៍ផ្ដោតតែលើរឿងសំខាន់និងចាំបាច់នោះបច្ចុប្បន្នបញ្ហារបស់យើងភាគច្រើនគឺមិនសូវបានផ្ដោតអារម្មណ៍ឧទាហរណ៍យើងធ្វើការ4ម៉ោងតែការផ្ដោតអារម្មណ៍របស់យើងពិតប្រាកដបានតែ2ម៉ោងទេតែពីនោះយើងរវល់ជាមួយនឹងការងារផ្សេងមិនសំខាន់ដូចជារវល់ឆ្លើយតប message ឆែក Facebook អូស TikTok មើលហើយទាំងអស់នេះហើយវានឹងធ្វើឲ្យបងប្អូនពិបាកក្នុងការផ្ចង់អារម្មណ៍ចង់បើសិនជាបងប្អូនចង់ផ្ដោតអារម្មណ៍ឲ្យបានល្អបងប្អូនអាចបិទ notification នៅក្នុងទូរស័ព្ទយើងបានហើយយើងបើកតែ message ជាមួយនឹង call ពីមនុស្សសំខាន់ឬក៏ពីគ្រួសារយើងប៉ុណ្ណោះធ្វើបែបហ្នឹងនឹងធ្វើឲ្យការងារយើងធ្វើបានឆាប់ហើយមានប្រសិទ្ធភាពទៀតចុងក្រោយហើយក៏ជាអីដែលសំខាន់ជាងគេដែរគឺថាមពលរបស់យើងព្រោះបើសិនបើបងប្អូនមានពេលវេលាប៉ុន្តែយើងអស់កម្លាំងនឿយហត់ចឹងយើងក៏មិនអាចធ្វើការងាររបស់យើងបានដែរសរុបមកវិញប្រសិនបើបងប្អូនចង់កាត់បន្ថយការរវល់ជាមួយនឹងរឿងដែលមិនបានបង្កើតលទ្ធផលបងប្អូនគួរតែបែងចែកពេលវេលាដល់អាទិភាពសម្រាប់ការងារដែលនាំយើងគិតចិត្តមកដល់គោលដៅរបស់យើងហើយពេលដែលធ្វើបងប្អូនត្រូវតាំងចិត្តកុំឲ្យរឿងផ្សេងនៅខាងក្រៅមករំខានយើងហើយមួយទៀតគឺបងប្អូនត្រូវតែចេះថែរក្សាថាមពលខ្លួនឯង
កុំបណ្ដោយឲ្យខ្លួនឯងធ្វើការងារផ្សេងអស់កម្លាំងហើយលែងមានថាមពលសម្រាប់ធ្វើការងារដើម្បីគោលដៅរបស់យើងបងប្អូនទាំងអស់គ្នាជួនកាលយើងឃើញថាជីវិតយើងនៅតែដដែលមិនមែនមានន័យថាយើងអត់ខំប្រឹងទេតែជួនខ្លះដោយសារតែយើងប្រឹងខុសកន្លែងចឹងចាប់ថ្ងៃនេះតទៅបងប្អូនព្យាយាមផ្ដល់តម្លៃដល់ពេលវេលាសម្រាប់ខ្លួនឯងដោយយើងរៀនបដិសេធខ្លះចំពោះរឿងដែលមិនសំខាន់អរគុណបងប្អូនដែលបានមើលវីដេអូនេះដល់ចប់ចាំបងប្អូនកុំភ្លេចជួយ like និងជួយ subscribe ឲ្យផងណាដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចែករំលែកដល់បងប្អូនបន្ថែមទៀតបាយបាយបងប្អូនទាំងអស់គ្នាយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត